សួស្តីបងប្អូនអរគ្នាហ្នឹងហើយថ្ងៃនេះខ្ញុំធ្វើវីដេអូបន្តទៀតនៃការខ្វេះរេប៉ាក់បងប្អូនណាបងប្អូនខ្វេះរេប៉ាក់ភាគច្រើនបងប្អូនទៅវាយនៅក្នុងក្រៅក្រុងដែលយើងជួបមេប៉ាក់ថ្ងៃនេះខ្ញុំប្រាប់វិធីសាស្ត្ររបៀបការ script មិនថា skip រេប៉ាក់ហ្នឹងតែម្ដងរេប៉ាក់ហ្នឹងមានអត្ថប្រយោជន៍អីខ្លះបងប្អូនណាគឺអត្ថប្រយោជន៍ដូចជាយើងយកទៅដូរ item មួយចំនួនដែលយើងគ្រប់ point នៃប៉ាក់ដែល server នេះដាក់ឲ្យឧទាហរណ៍ថាយើងបាន500រេប៉ាក់អញ្ចឹងយើងទទួលបានអីខ្លះ2000រ៉េប៉ាក់ទទួលបានអីខ្លះ10000រ៉េប៉ាក់ទទួលបានអីខ្លះអញ្ចឹង item នឹងទាំងអស់ហ្នឹងសម្រាប់អ្នកដែលមានរ៉េប៉ាក់ច្រើនតើរ៉េប៉ាក់ហ្នឹងនៅកន្លែងណាទៅហើយរ៉េប៉ាក់ហ្នឹងមានអត្ថប្រយោជន៍អីខ្លះបងប្អូននឹងចាប់ផ្ដើមទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំនឹងធ្វើវីដេអូនេះសម្រាប់បងប្អូនដែល new player បងប្អូនអត់ទាន់ដឹងទេណាគឺបងប្អូនអាចទទួលបានចំណេះដឹងច្រើននៅការលេងនៅក្នុង server នេះតែម្ដងអូខេយើងចូលទៅដល់ការmission អីខ្លះដែលយើងត្រូវការឬ item អីខ្លះដែលយើងត្រូវការយកមក skip រេប៉ាក់ទីមួយយើងគឺមាន school leg តង់ជាតិប៉ាក់នឹងឯងអាហ្នឹងដើម្បីអីដើម្បីគុណរ៉េប៉ាក់បងប្អូនណាគឺគុណដូចជា3ដងសម្រាប់ចុចអាហ្នឹងទៅគុណ3ដងបានន័យថាយើងខ្វេះម្ដង10អញ្ចឹងយើងចុចអាហ្នឹងមួយទៅគុណបាន30អញ្ចឹងទៅអូខេអញ្ចឹងយើងទិញនៅក្នុង Checkpoint យើងចូលដល់ទី1រហូតមក slash ទៅទី2គឺបងប្អូនឃើញអាហ្នឹងសម្រាប់ទៅ skip រ៉េប៉ាក់ដែរចូលរួមនៅ skip រ៉េប៉ាក់ដែរគឺយើងយកអាហ្នឹងទៅដូរជា golden voucher អាហ្នឹងគឺជា golden voucher នៅក្នុង Checkpoint ណាបងប្អូនណាបងប្អូនយើងទិញតែមួយទៅយើង skip រ៉េប៉ាក់មួយថ្ងៃបាន10អញ្ចឹងទៅ10ដងណាបងប្អូនណាមិនមែនបានរ៉េប10ទេគឺបាន10ដងបន្ទាប់ទៅទៀតយើងចូលទៅដល់ទី1យើងបង្ហាញពីទង់ជាតិលេខទង់ជាតិនឹងហើយបន្ទាប់ទៀតយើងgolden voucher នេះដែលខ្ញុំប្រាប់បងប្អូនមិញទិញនៅក្នុងជា point មិញហ្នឹងឯងដើម្បី skip គឺ skip ម្ដង10ម្ដង10ម្ដង10សម្រាប់ទង់ជាតិនេះschool leg នេះ order នេះសម្រាប់គុណរ៉េប៉ាក់3ដងបានន័យថានេះបងប្អូនឃើញទេ3ដងបានន័យថាបើយើងខ្វេះធម្មតាបាន10អញ្ចឹងចុចអាហ្នឹងមួយទៅបាន30អញ្ចឹងទៅគុណ3ដងអូខេយើងទៅជួបមេប៉ាក់តែម្ដងទៅគឺមេប៉ាក់បងប្អូនគឺបងប្អូនលេខប៉ាក់អីទៅជួបមេប៉ាក់ហ្នឹងទៅទាន់ទេបងប្អូនអរគ្នាអញ្ចឹងបងប្អូនលេង SM ទៅជួបសៅលេងមេប៉ាក់សៅលេងទៅបងប្អូនស្គាល់ហើយមេប៉ាក់សៅលេងជួបដំបូងអញ្ចឹងបងប្អូនយកទី1sorry ទី5ទី1ចុចទី1ទៀតទៅគឺបងប្អូនចូលទៅដល់កន្លែង skip ហើយនេះ I want to use 10 chin pao to pa ហ្នឹងបងប្អូនចេះអង់គ្លេសបងប្អូនអានទៅណាបើថាខ្ញុំគាត់ថាអានខ្លះឲ្យបងប្អូនមើលទៅអាហ្នឹងអូខេអញ្ចឹងយើងអស់golden voucher ប៉ុន្មានបងប្អូន10ណាបងប្អូនណាយើងទទួលបានអីគេមួយថ្ងៃបាន10ដងយើងអានេះបានទី1ហើយមួយថ្ងៃបាន10ដងបាន experience ប៉ុន្មាន39000តោះមកបាន repack ប៉ុន្មាន30ដោយសារអីយើងគុណរេប៉ាក់កន្លែងតុងជាតិមិញហ្នឹងយើងគុណរេប៉ាក់នឹងវីដេអូសម្រាប់ new player បងប្អូនតាមដានបន្ទាប់ទៅ subscribe ទៅហើយបងប្អូននឹងទទួលបានវីដេអូថ្មីទៀតសម្រាប់អភិវឌ្ឍតួអង្គរបស់បងប្អូននៅក្នុង server JX2 Ribbon អូខេខ្ញុំមាន389មិញខ្ញុំមានប៉ុន្មានបងប្អូន300ជាងបូក30ទៀតស្មើនឹង389អញ្ចឹងយើងចាប់តាម skip បន្តទៀតអូខេយើងចាប់ skip ម្ដងទៀតទៅគឺទទួលបានដដែលប៉ុន្តែវាបូករហូតហើយបងប្អូននឹងទទួលបាន repack លឿនវិធីសាស្ត្រនេះគឺវិធីសាស្ត្រអ្នកខ្លះគេប្រាប់បងប្អូនដែរដូចជាអ្នក farm level គេមិនចង់ប្រាប់បងប្អូនទេប៉ុន្តែខ្ញុំមានដួងចិត្តមួយខ្ញុំចង់ចែកម្លែកបងប្អូនតែជាចំណេះដឹងថ្មីតាម server មួយគឺគេមាន mission ឲ្យអូខេ golden voucher 90បន្ទាប់មកទៀតយើងធម្មតាយើងដក2ដងហ្នឹងមែនទេបងប្អូនមិញ110ឥឡូវដក2ដងហ្មងសល់90អូខេយើង skip ម្ដងទៀតទៅទី1ហើយទី1ទៀតទទួលបាន token ដដែលដូចជាយើងទទួលបាន token 6ចាំខ្ញុំចាំណាប៉ុន្តែឥឡូវយើងបាន2ហើយមួយថ្ងៃយើងបាន token 6ហើយ token ហ្នឹងមានអត្ថប្រយោជន៍អីខ្លះ token ហ្នឹងគឺវីដេអូបន្ទាប់ខ្ញុំនឹងធ្វើអត្ថប្រយោជន៍ token ហ្នឹងទៀតតើវាទៅទទួលបានអីខ្លះ token ហ្នឹងពេលយើងបានច្រើនតោះនេះបងប្អូនអរគ្នាអូខេយើងចុច skip ម្ដងទៀតទៅ skip រហូតបងប្អូនណា skip រហូតខ្ញុំចុចធ្វើពី3ដងទៅដើម្បីឲ្យបងប្អូនហ្នឹងតាន់ហើយលោកវីដេអូហ្នឹងលឿនពេកបងប្អូនអាចមើលម្ដងហើយម្ដងទៀតទៅគឺតាន់ហើយអញ្ចឹងបងប្អូនអាច skip បានដែរបងប្អូនដែលមានធនធានបងប្អូនអាច skip លឿនជាងបងប្អូនយើងអត់ទាន់មានធនធានទេណា
បងប្អូនអត់មានធនធានទេបងប្អូនមានតែវាយក្រៅក្រុងហើយដែលមាន mission មេប៉ាហ្នឹងដាក់ឲ្យទៅណាទៅនឹងទៅវាយនឹងទៅវាយចប់ត្រឡប់មកវិញបើកមកអាហ្នឹងអញ្ចឹងបងប្អូនមានធនធានមួយចំនួនបងប្អូនអាចដាក់ទៅវាលឿនអញ្ចឹងទៅណាបងប្អូនណាអញ្ចឹងយើង skip បន្តទៅអញ្ចឹងខ្ញុំ skip 10ហើយបាន10ដងហើយបងប្អូនណាគឺហើយហើយគឺហើយបាន10ដងហើយអញ្ចឹងបានន័យថាវាអត់ឲ្យទៀតទេគឺបានតែប៉ុណ្្នឹងទេថ្ងៃ10ដងដូចយើងនិយាយគ្នាខាងដើមវីដេអូអញ្ចឹងគឺមួយថ្ងៃបានតែ10ដងទេខ្វេះប៉ាក់នោះអូខេយើងទៅអស់មិញ110អស់10ដងអស់100នៅសល់10អូខេហើយទទួលបាន token 6បងប្អូនណាមួយថ្ងៃ6មួយថ្ងៃ6អូខេអញ្ចឹងទទួលបានរេប៉ាក់បាន659អញ្ចឹងគួរសមដែរណោះបងប្អូនណាគួរសមដែរបើក300អញ្ចឹងបូកទៀតទៅឡើងបាន600ជាងដល់ mission មាន5ទទួលបាន reward ទៀតទទួលបានអីគេបងប្អូនមាន item ច្រើនគួរសមដែរមានដូចជាថ្នាំមានអីចឹងទៅសម្រាប់ស៊ីចឹងទៅហើយបងប្អូនបន្ទាប់ទៀតទៅបាន item ច្រើនមែនទេបងប្អូនអញ្ចឹងបងប្អូននឹងវីដេអូនេះយល់ហើយវីដេអូមានតែប៉ុណ្្នឹងទេណាបងប្អូនណាអរគុណសម្រាប់ទស្សនាហើយនឹងជួយ Subscribe គាំទ្រធនជ័យហ្គេមផងអរគុណ